បាទសួស្តីបងប្អូនទាំងគ្នាជួបជាមួយខ្ញុំបានវ៉ានីប្លុកទៀតហើយបាទថ្ងៃនេះផងដែរគឺយើងបើកភ្នែកបលឹមឡើងមិនតាន់ទេបងប្អូនអើយងាកលិចងាកកើតនិយាយវិថាអូយឃើញចានកឲ្យពេញលើក្រែបាទចឹងថាលទ្ធផលហូបហូបតាហូបទុកហូបត្រាមហ្នឹងគឺវិបាកណាវិបាកតែខ្លួនយើងអត់ដែរហ្នឹងបាទមានណាគេមានខ្លួនឯងហ្នឹងអ្នកលៀងនោះចឹងហើយយើងក៏មិននៅយូរទេបងប្អូនក៏ស្រវេស្រវាបាទរៀបចំបាក់ទឹកដាក់សាប៊ូលាងចានដាក់ក្នុងកធុនមកចាប់ដាក់ធ្វើការបាទលាងតែម្ដងបងប្អូនបាទអាសាតែយើងអត់ទាន់បានចេញទៅធ្វើការអញ្ចឹងហើយយើងក៏ឆ្លៀតមកលាងបាទចាននេះហើយសិនទៅយើងអាចទៅធ្វើការហើយរដូវនេះផងដែរគឺជាចិត្តចូលផ្សារផងដែរគេថាបាទម៉ោងវាដើរយឺតប៉ុន្តែថ្ងៃដើរលឿនដោយសារខែហ្នឹងខែគេធ្វើស្រែចម្ការអញ្ចឹងណាអញ្ចឹងហើយម៉ោងដើរតាមមនុស្សយើងអ្នកណាបកែដេកហ្នឹងគឺពឹកដេកទឹកគូហ្នឹងគឺអ្នកខ្លះគេមើលម៉ោងជាងការអ្នកខ្លះគេមើលថ្ងៃអញ្ចឹងទៅហើយថ្ងៃនេះយើងអត់ទាន់ចេញទៅធ្វើការអញ្ចឹងហើយក៏ឆ្លៀតមកលាងចានហ្នឹងក៏ហើយបាទព្រោះឲ្យម៉ែក៏នៅផ្ទះអញ្ចឹងយើងត្រាំជុកហូបត្រាំចូលទុកអញ្ចឹងគឺវាអត់ល្អអញ្ចឹងណាហើយវាមិនល្អមើលទេតែយើងលាងវាសម្អាតវាហើយរួចរាល់អស់ហើយយើងយកទៅទុកកាប់ទុកចាំយើងទៅធ្វើការអញ្ចឹងណាភាសាយើងនៅម៉ោងច្រើនដែរអញ្ចឹងហើយយើងក៏ឆ្លៀតមកលាងចានហ្នឹងតែម្ដងទៅហើយបើសិនជាម៉ោងខើចក៏វាអត់បានដែរបងប្អូនហើយណាមួយយើងវាងើបលឿនដែរបងប្អូនថាខ្ញុំត្រូវការធ្វើហូបធ្វើអីហូបបាយហូបអីព្រឹកអញ្ចឹងណាអញ្ចឹងយើងក៏សល់ម៉ោងតិចតួចយើងក៏ឆ្លៀតមកបាទលាងចានតែម្ដងដោយសារឃើញចានnóច្រើនក៏នៅក្នុងបាទកធុនហ្នឹងវាច្រើនពេកអញ្ចឹងទៅវាបាទពិបាកភ្នែកពេកបងប្អូនបាទហើយបើយើងអត់លាងទេគឺវានៅតកហ្នឹងបងប្អូនប៉ុន្តែបើយើងទុកចឹងគឺពិបាកតាគាត់អត់ដែរទេអញ្ចឹងហើយយើងក៏ឆ្លៀតបាទលាងអញ្ចឹងទៅបងប្អូនហើយសម្រាប់បងប្អូនដែលគាត់បានទស្សនាវីដេអូនេះបាទសូមអធិស្ឋានផងដោយសារយើងមួយរយៈមុនអត់សូវបានចេញវីដេអូទេបងប្អូនណាបាទថាណាមួយយើងរវល់ការងារផងអីផងហ្នឹងទៅយើងអត់សូវបានចេញវីដេអូទេហើយបងប្អូនកុំតណាភ្លេចមុខបាទហើយថ្ងៃនេះយើងចិត្តចេញភាសាហោះហើយចិត្តចូលភាសាចឹងហើយគឺយើងថែសុខភាពផងបងប្អូនបាទព្រោះខែដោធ្លាក់ភ្លៀងតែអីចឹងគឺមានមូសមានអីផ្អើលពីព្រៃពីអីចឹងទៅគឺអាចនឹងបញ្ហាគុណឈាមគុណចាញ់អីចឹងណាបងប្អូនចឹងយើងចូលរួមថែរក្សាសុខភាពរបស់គ្នាយើងការពារផ្សារយើងព្យាបាលចឹងណាហើយមើលតាអាវក៏ដឹងបងប្អូនបាទមិនមែនថាធ្លាក់ខ្លួនដល់ណាសូម្បីតាអាវនេះតាមពិតទៅវាលហែកយើងដាក់លើម៉ូតូអញ្ចឹងហើយដឹងណាវាមកជក់បរិយវាច្រកតិចបរិយទៅវាលហែកទាំងបរោយចឹងបានថាមែនតែជក់បរិយហើយមកដល់លហែកដល់គេនេះទៀតឥឡូវតបានតិចកៅអៅទេបងប្អូនបាទចឹងយើងទ្រាំពាក់សិនទៅបងប្អូនបាទយើងធ្វើតាមលទ្ធភាពហើយធ្លាក់ភ្លៀងមកមកមេបងប្អូនហើយនិយាយថាអូផ្លែរីកធំល្អណាស់ហើយឥឡូវទុំពេញដើមទៀតបងប្អូននិយាយថាអត់មានអ្នកហូបទេគាត់ឃើញផ្លែអញ្ចឹងទេតែអត់ដែរហូបទេបងប្អូនបាទអត់ឃ្លានហ្មងកាលនោះមិញមិនចូលចិត្តនិយាយថាបើទៀបវិញចាប់ដល់រីកប៉ុនមេដៃហើយបងប្អូនបាទតែប្រហែលខែទៀតពងពេញហូបហើយបងប្អូនបាទខ្លះចេញផ្កាមកព្រាលហើយបងប្អូនមានផ្កាមានក្តឹបអញ្ចឹងណាហើយវីដេអូថ្ងៃហ្នឹងគឺមានប៉ុណ្ណឹងបងប្អូនបាទហើយចាំជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនអរគុណច្រើនហើយបាយ